ការពិតទៅការសម្រក់គីឡូបងប្អូនមិនចាំតែយើងបង្អត់បាយផឹកថ្នាំសម្រក់ឬក៏ប្រឹងហាត់ប្រាណរហូតដល់ថ្នាក់ជ្រុលម៉ោងនោះទេបាទបងប្អូនអាចធ្វើតាមវិធីខ្ញុំ3របៀបនេះបងប្អូននឹងស្រកបានដោយប្រសើរបំផុតអូខេវិធីទី1បងប្អូនញ៉ាំទឹកអូខេញ៉ាំទឹកឲ្យត្រូវស្តង់ដារអូខេខ្ញុំនិយាយច្រើនដងហើយប្រហែលជាបងប្អូនអត់បានចាប់អារម្មណ៍អូខេមានន័យថាឲ្យត្រូវស្តង់ដារយ៉ាងម៉េចគីឡូខ្លួនឯងបរោះយកនឹងគុណ 0.05 គឺចំនួនទឹកដែលត្រូវញ៉ាំហើយយើងបន្ថែមកន្លះលីត្រទៀតបើអ្នកចង់ស្រកអូខេទី2បងប្អូនត្រូវផ្លាស់ប្ដូររបបអាហារអូខេអញ្ចឹងប្ដូររបបអាហារសំខាន់មែនទែនបងប្អូនមើលអាហារខ្លួនឯងញ៉ាំរាល់ព្រឹកញ៉ាំជាអីវិញអូខេអញ្ចឹងអាហារដែលបងប្អូនញ៉ាំរាល់ព្រឹកហ្នឹងដូរមកវិញមកបាទមកអាហារដែលមានកម្រិតកាឡូរីទាបអូខេសម្បូរជាតិរ៉ែសម្បូរវីតាមីនមកអូខេបើមិនបងប្អូនអត់ស្គាល់អត់យល់ថានឹងជាអីទេឆាតសួរខ្ញុំបានបាទហើយចំណុចទី3បងប្អូនត្រូវឆ្លៀតហាត់ប្រាណខ្លះបាទមិនច្រើនពេកទេបាទ30នាទី40នាទីអីទៅមួយថ្ងៃបាទអញ្ចឹងធ្វើចលនារាងកាយ3ហ្នឹងបាទធ្វើរបៀប3នេះបងប្អូននឹងបានស្រកហើយអូខេអញ្ចឹងបើសិនបងប្អូននៅមានចម្ងល់បន្ថែមកុំភ្លេចឆាតសួរខ្ញុំបាទរីករាយចែករំលែក